មកស្ងើជ្រក់ត្រយងចេកជាមួយឆ្អឹងជំនីជ្រូកម្ដងចាបងអូនអើយដូចជាខានហូបមកហូបនេះយូរដែរហើយអញ្ចឹងហើយមានបងអង្គយូរទេបងអូនចំពោះលក់បន្លែហ្នឹងគាត់យកត្រយងចេកមកល្អពេកគាត់ទិញមកតែម្ដងចាឲ្យណាមួយយើងអត់ស្រួលខ្លួនដែរបងអូនអញ្ចឹងហើយឃ្លានអីតែសម្លទឹកជូជូឲ្យស្រួលមាត់ហូបទៅឆ្ងាញ់អញ្ចឹងណាបងអូនក៏នឹកឃើញថាស្ងើឆ្អឹងជំនីជ្រូកជាមួយត្រយងចេកតែម្ដងទៅហើយគ្រឿងស្ងើជ្រក់ត្រយងចេកឆ្អឹងជំនីជ្រូករបស់អ្នកខ្ញុំមានអីច្រើនតែបងអូនអើយមាននៅក្នុងវីដេអូនឹងឯងចាឆ្អឹងជំនីជ្រូកកាំហើយនឹងត្រយងចេកពីរផ្លែតិចតួចហើយនឹងគ្រឿងក្រៅកាត់ឆ្អាបគល់ក្រែងតែលក្រូចសើចឯងចាហើយនឹងខ្ចីជ្រក់ក្រូចឆ្មានិងម្ទេសតិចដែរឥឡូវបន្ទាប់ពីនាងខ្ញុំរៀបចំលាងបន្លែលាងសាច់គ្រឿងក្រៅឲ្យអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមនេះមកមើលទឹករបស់នាងខ្ញុំដែលដាំពុះល្មមបងអូនអើយនេះក៏នាងខ្ញុំដាក់គល់ក្រៃតែក្រូចហ្នឹងដាក់រមុនគេដើម្បីឲ្យចេញភាពក្លិនឈ្ងុយសឡហ្នឹងបាននាងខ្ញុំដាក់សាច់ឆ្អឹងជំនីចូលក្រៅចាហើយស្ងោរត្រយងចេកហ្នឹងណាបងអូនយកសាច់ឆ្អឹងជំនីចង់មកស្ងោរឆ្ងាញ់ណាស់បងអូនអើយមានឆ្អឹងជំនីតិចមានសាច់តិចហើយឆ្ងាញ់ហ្មងចាបងអូនឥឡូវបន្ទាប់ពីនាងខ្ញុំដាក់សាច់ជ្រូកចូលហើយឥឡូវក៏នាងខ្ញុំចាប់ផ្ដើមដាក់មកពុះក៏នាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងទឹកត្រីប៊ីចេងស្ករសអីហ្នឹងទៅបងអូនអើយតាមចំណូលចិត្តបងដាក់ទៅចាគ្រឿងឥឡូវបន្ទាប់ពីនាងខ្ញុំដាក់គ្រឿងក្រៅហើយអស់ក៏ឃើញពពុះយ៉ាងខាប់ពេកនាងខ្ញុំនឹងស្រង់ពពុះអាខាប់ហ្នឹងបោះចោលចាដើម្បីឲ្យមើលទៅទឹកសឡរបស់នាងខ្ញុំថ្លាល្អអញ្ចឹងណាបងអូនឥឡូវក៏នាងខ្ញុំនឹងទុកសម្លរបស់នាងខ្ញុំមកពុះទៀតដើម្បីឲ្យសាច់ផុយមកល្មមចាបងអូនមកមើលផ្កាខ្ញុំវិញបងអូនអើយនិយាយរួមអត់ទៅថាពណ៌លឿងគឺខ្ញុំស្រឡាញ់ណាបងអូនអើយចូលចិត្តតែពណ៌លឿងតែម្ដងចាឥឡូវដឹងមិនទេឲ្យផ្កាឥឡូវតាបងអូនមកមើលផ្កានាងខ្ញុំហើយក៏មកមើលទឹកសម្លនាងខ្ញុំវិញបងអូនអើយស្រង់សាច់ដូចមើលទៅផុយមកល្មមហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់បន្លែចូលចាឲ្យបន្លែរបស់នាងខ្ញុំគឺត្រយងចេកនឹងឯងចាបងអូនហើយត្រយងចេកនឹងដែរបងអូនអើយវាមិនសអីណាស់ណាតែបងអូនវាយើងមកល្មមមិនសមិនខ្មៅយូរមកល្មមស្លោហូបចឹងណាបងអូនកាលពីមុនអីទិញប៉ះចាំអាស្លោមកអូយឡើងខាប់ឡើងខ្មៅមិនលឺហ្មងបងអូនតែទិញសារនេះបានប៉ះត្រយងចេកល្អអញ្ចឹងហើយស្លោក៏ចេញមកស្អាតដែរអញ្ចឹងណាបងឥឡូវបន្ទាប់ពីនាងខ្ញុំដាក់បន្លែចូលហើយក៏នាងខ្ញុំនឹងទុកឲ្យមកពុះទៅផុយបន្លែយើងមកល្មមអញ្ចឹងណាបងអូនក៏នាងខ្ញុំចាប់ដើមមកមើលទឹកត្រីកោទឹកត្រីទុកឲ្យហើយចាឲ្យទឹកត្រីនឹងដែរឲ្យផ្សាតែបងអូនប៊ីចេងបន្តិចស្ករទឹកត្រីបន្តិចហើយនឹងខ្ទឹមអូច្រឡំមកជាស្រ័យបងអូនម្ទេសតែម្ទេសខ្លាចជាខ្ទឹមណាបងអូនឈឺឡើងវិញបងចាបងអូនអើយជាស្រ័យបងឥឡូវបន្ទាប់ពីទឹកត្រីរបស់នាងខ្ញុំធ្វើឲ្យអស់ហើយក៏នាងខ្ញុំចាប់ដើមមកមើលសម្លខ្ញុំមកពុះល្មមបងអូនអើយបន្លែក៏ផុយមកល្មមណាចាគឺឆ្អិនឡើងឈ្ងុយតែម្ដងបងអូនអើយអានអត់ស្រួលខ្លួនហើយដាសាយចឹងទៀតហើយបានសម្លក្តៅជូចិត្តទៀតបងអូនអើយសម័យមើលថាឆ្ងាញ់ប៉ុណ្ណាស្រស់មកប៉ុណ្ណាខ្ញុំមិនថាខ្ញុំយកអារម្មណ៍អ្នកឈឺម្ដងបងអូនឃ្លានអីតែសម្លជូហឹលទេនិយាយរួមមកអាសម្លហ្នឹងហូបបានណាគាត់ថាអត់សម្លជូហឹលអីគឺហូបអត់បានទេធំហ្មងគឺហូបអត់ចូលតែម្ដងនឹងសម្រាប់អ្នកគេឈឺបងអូនដូចជាខ្ញុំជីដើមនឹងឯងឥឡូវក៏ទៅនិយាយសម្លរបស់នាងខ្ញុំឆ្អិនបាត់បងអូនអើយស្ងោរជ្រក់ឆ្អឹងជំនីជ្រូកត្រយងចេកនិយាយពីថារៀបចំចិត្តទៅបងអូនអើយទំនងតែម្ដងចាហត់ប្រក្តៅចេះទៀតអើយអស់បាយពី3ចានដឹងខ្លួនទេណាបងអូនហើយក៏ក្នុងវីដេអូនឹងដែរបងអូនក៏សូមអរគុណបងអូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ comment ឲ្យមេដៃលើកទឹកចិត្តបងអូនចានិយាយរួមគឺឲ្យតែឃើញ comment ច្រើនម្ដងគឺសប្បាយអរចិត្តណាបងអូនអើយពេលខ្លះអីទៅ comment អត់តនេះសូមអធិស្ឋានផងណាបងអូនមិនមែនរឹកអីទេចាហើយវីដេអូនេះខ្ញុំគឺមានប៉ុណ្្នឹងដែរបងអូនបាយបាយ